យើងកំពុងរស់នៅក្នុងយុគសម័យមួយដែលអ្វីៗត្រូវតែលឿនយើងចង់បានអាហាររហ័សខ្វះពូជយើងចង់បានអ៊ីនធឺណិតល្បឿនលឿនយើងចង់ផ្ញើប្រាក់ភ្លាមបានការប្រាក់ភ្លាមជាលទ្ធផលខួរក្បាលរបស់យើងត្រូវបានបង្រៀនឲ្យទម្លាប់នឹងការទទួលបានផលភ្លាមពេលយើងចាប់ផ្ដើមធ្វើអាជីវកម្មឬចាប់ផ្ដើមគម្រោងថ្មីយើងចង់ឃើញប្រាក់ចំណេញនៅខែបន្ទាប់ពេលយើងហាត់ប្រាណយើងចង់ឃើញរាងកាយស្អាតនៅក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ក៏ប៉ុន្តែជីវិតពិតមិនដំណើរការលឿនបែបនេះនោះទេភាពជោគជ័យដែលរឹងមាំត្រូវការពេលវេលាចំណុចនេះហើយដែលការអត់ធ្មត់ក្លាយជាមហាអំណាចមួយពីព្រោះនៅក្នុងសង្គមដែលមនុស្សភាគច្រើនប្រញាប់ប្រញាល់អ្នកដែលចេះអត់ធ្មត់គឺជាអ្នកដែលគ្រប់គ្រងស្ថានភាពបានល្អបំផុតមនុស្សជាច្រើនតែយល់ច្រឡំថាការអត់ធ្មត់គឺគ្រាន់តែជាការអង្គុយរង់ចាំដោយមិនធ្វើអ្វីសោះហើយសង្ឃឹមថាអ្វីៗនឹងល្អប្រសើរនេះគឺជាការរង់ចាំបែបអសកម្ម passive waiting ប៉ុន្តែការអត់ធ្មត់ដែលជាមហាអំណាចគឺជាការអត់ធ្មត់បែបសកម្ម active passion ការអត់ធ្មត់មិនមែនជាសកម្មភាពក្នុងការរង់ចាំនោះទេប៉ុន្តែវាជាសកម្មភាពក្នុងការថែរក្សាឥរិយាបថនិងអកប្បកិរិយាវិជ្ជមានក្នុងខណៈពេលដែលយើងកំពុងរង់ចាំវាមានន័យថាអ្នកកំពុងតែប្រឹងប្រែងធ្វើការងាររបស់អ្នករាល់ថ្ងៃដោយមិនរំលងទោះបីជាអ្នកមិនទាន់ឃើញលទ្ធផលជាដុំកំភួនក៏ដោយអ្នកបន្តរៀនសូត្រអ្នកបន្តអានសៀវភៅទ្រាប់ពូជដែលអ្នកដាំនៅថ្ងៃនេះត្រូវការពេលវេលាដើម្បីចាក់ឫសមុននឹងវាលូតលាស់ចេញជាដើមនិងផ្លែផ្កាមានពាក្យចាស់មួយឃ្លាបានពោលថាអ្នកមិនអាចទាញដើមស្រូវឲ្យឆាប់លូតលាស់បានទេបើអ្នកទាញវានឹងដាច់ឫសហើយស្លាប់ដូចគ្នាដែរចំពោះអាជីពការងារឬការវិនិយោគឬការកសាងទំនាក់ទំនងបើយើងប្រញាប់ពេកយើងនឹងអាចបំផ្លាញវាទៅវិញក៏ថាបានថ្ងៃនេះចូលយើងមើលស្វែងយល់ពីអត្ថបទធំចំនួន3នៃការអត់ធ្មត់ទី1ការអត់ធ្មត់បង្កើតការសម្រេចចិត្តដ៏ឈ្លាសវៃនៅពេលយើងប្រញាប់ប្រញាល់ពេកយើងតែងតែធ្វើការសម្រេចចិត្តដោយប្រើអារម្មណ៍ជាងហេតុផលភាពអត់ធ្មត់ផ្ដល់ឲ្យយើងនូវចន្លោះពេលមួយដើម្បីគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយខ្លឹមខ្លាំងពីហានិភ័យនិងផលចំណេញក្នុងវិស័យហិរញ្ញវត្ថុការគ្រប់គ្រងការដឹកនាំដែលអត់ធ្មត់មិនងាយធ្លាក់ចូលក្នុងអន្ទាក់នៃការវិនិយោគដែលចំណេញលឿនតែហានិភ័យពោះនេះទេ2ការអត់ធ្មត់កសាងភាពជាអ្នកដឹកនាំនិងទំនាក់ទំនងដ៏រឹងមាំក្នុងនាមជាអ្នកដឹកនាំឪពុកម្ដាយឬស្វាមីភរិយាការអត់ធ្មត់គឺជារឿងដែលមិនអាចខ្វះបានមនុស្សម្នាក់មានការលូតលាស់និងការយល់ដឹងខុសៗគ្នានៅពេលដែលយើងមានភាពអត់ធ្មត់ក្នុងការស្ដាប់ការពន្យល់និងការផ្ដល់ឱកាសឲ្យអ្នកជុំវិញខ្លួនបានកែប្រែកំហុសនោះយើងកំពុងតែកសាងទំនុកចិត្តនិងការគោរពដ៏ជ្រាលជ្រៅ3ការអត់ធ្មត់ជួយការពារយើងពីការបោះបង់កណ្ដាលទីគម្រោងធំតែងតែជួបឧបសគ្គអ្នកដែលខ្វះការអត់ធ្មត់ពេលជួបបញ្ហាបន្តិចបន្តួចក៏បោះបង់ចោលហើយរត់ទៅចាប់ផ្ដើមអាជីវកម្មថ្មីផ្សេងទៀតជាលទ្ធផលពួកគេចំណាយពេលពេញមួយជីវិតត្រឹមតែជាអ្នកចាប់ផ្ដើមទៅវិញអ្នកដែលមានការអត់ធ្មត់ដឹងថាការបរាជ័យជាផ្នែកមួយនៃដំណើរការពួកគេស្រោចឈរឲ្យកែកំហុសហើយបន្តដើរទៅមុខបន្តទៀតផ្នែកទី4វិធីសាស្ត្របង្ហាត់ចិត្តឲ្យចេះអត់ធ្មត់ការអត់ធ្មត់មិនមែនកើតឡើងដោយឯងនោះទេវាគឺជាទម្លាប់ដែលយើងត្រូវបង្ហាត់
នេះគឺជាតិចនិចសាមញ្ញប៉ុន្តែមានប្រសិទ្ធភាពសម្រាប់យកទៅអភិវឌ្ឍ 1. ផ្លាស់ប្ដូរការផ្ដោតអារម្មណ៍ជាជាងផ្ដោតទៅលើគោលដៅចុងក្រោយចូលរៀនសប្បាយរីករាយជាមួយនឹងដំណើរការប្រចាំថ្ងៃបើអ្នកកំពុងធ្វើវីដេអូកុំទាល់ខ្វល់ពីចំនួន view ច្រើនពេកចូលសប្បាយនឹងការរៀនកាត់តវីដេអូដើម្បីនឹងបង្កើនគំនិតថ្មីលទ្ធផលវានឹងមកនៅតាមក្រោយ 2. អនុវត្តច្បាប់24ម៉ោងនៅពេលដែលអ្នកខឹងឬចង់ធ្វើការសម្រេចចិត្តដ៏ធំមួយរក្សាភាពស្ងៀមស្ងាត់មួយរយៈសិនរួចទុកពេលឲ្យខ្លួនឯង24ម៉ោងដើម្បីគិតភាពអត់ធ្មត់ត្រឹមតែ24ម៉ោងនេះអាចសង្គ្រោះអ្នកពីកំហុសធំជាច្រើនបាន 3. ដូរការគិតពីការរងចាំទៅជាការរៀបចំខ្លួនពេលអ្នកមានអារម្មណ៍ថាអ្វីយឺតយ៉ាវចូលកុំតូចដែរចូលប្រាប់ខ្លួនឯងថានេះគឺជាពេលវេលាដែលជីវិតកំពុងទុកឲ្យអ្នកដើម្បីរៀបចំសមត្ថភាពឲ្យបានរឹងមាំមុននឹងទទួលយកឱកាសធំប្រិយមិត្តអ្នកស្ដាប់ទីស្រឡាញ់នៅក្នុងធម្មជាតិអ្វីដែលពុំពីនិងរឹងមាំបំផុតសុទ្ធតែត្រូវការពេលវេលាពេចត្រូវការសម្ពាធនិងពេលវេលារាប់លានឆ្នាំដើម្បីកកើតដើមឈើធំដែលផ្ដល់ម្លប់មិនអាចដុះធំក្នុងរយៈពេលតែមួយយប់បាននោះទេជីវិតការងារនិងក្តីសុបិនរបស់អ្នកក៏ដូចគ្នាដែរកុំបណ្ដោយឲ្យភាពប្រញាប់ប្រញាល់របស់សង្គមមកដកហូតយកភាពស្ងប់ស្ងាត់និងសេចក្តីសុខក្នុងចិត្តរបស់អ្នកឲ្យសោះចូលធ្វើការងាររបស់អ្នកឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះរក្សាចិត្តឲ្យស្ងប់ហើយទុកឲ្យពេលវេលានិងការអត់ធ្មត់ធ្វើការងាររបស់វានៅថ្ងៃស្អែកអំណាចពិតប្រាកដស្ថិតនៅលើមនុស្សដែលអាចគ្រប់គ្រងចិត្តខ្លួនឯងបានសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមកស្ដាប់ podcast របស់ខ្ញុំបាទនៅថ្ងៃនេះសូមជូនពរឲ្យបងប្អូនពុកម៉ែមាមីងបងប្អូនរកស៊ីទទួលទានមានបានមានសុខភាពល្អទៅណាមកណាប្រកបដោយសុវត្ថិភាពជានិរន្តរ៍អរគុណសូមជម្រាបលាអានដើម្បីកម្ពុជា